បងប្អូនអាចស្ទាក់ស្ទើរព្រោះខ្លាចជាប់ពន្ធកតាបកិច្ចអនុលោមភាពមួយហើយឥឡូវធំបំផុតពន្ធខ្ញុំសូមបញ្ជាក់ដែរថាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានផលរបរក្រោម250លានក្នុងមួយឆ្នាំដូចជាសេដ្ឋកិច្ចក្នុងប្រព័ន្ធដែលទ្រង់ទ្រាយតូចមីក្រូដែលមានផលរបរក្រោម250លានក្នុងមួយឆ្នាំមិនមានកតាបកិច្ចពន្ធមិនចាំបាច់បងពន្ធបតងនិងមិនចាំបាច់រៀបចំឯកសារប្រកាសពន្ធអ្វីទាំងអស់ហើយនេះគឺជាគោលការណ៍ដែលបញ្ជាក់បាទនេះគឺជាការគិតគូររបស់រាជរដ្ឋាភិបាលចំពោះសុខទុក្ខរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងធានាថាគ្មានការចំណាយមិនចាំបាច់ណាមួយដែលបងប្អូនត្រូវបង់ជូនចូលរដ្ឋឡើយហើយគោលការណ៍នេះខ្ញុំធ្លាប់បានបញ្ជាក់កាលពីថ្ងៃទីខួប1ឆ្នាំនៃរាជរដ្ឋាភិបាលបាទគឺថា business គឺថាធុរកិច្ចអាជីវកម្មដែលមានលក្ខណៈមីក្រូតូចក្រោម250លាននៅក្នុងប្រព័ន្ធព្រោះពេលដែលគាត់ចូលទៅក្នុងប្រព័ន្ធដែលក្រោម250លានគឺបញ្ចប់កាតព្វកិច្ចនេះឯកឧត្តមគង់វិបុលទៅទីនេះបានបញ្ជាក់បាទអានឹងគឺសូមបញ្ជាក់ទៅអញ្ចឹងពេលដែលចូលពីក្រៅប្រព័ន្ធទៅក្នុងប្រព័ន្ធហើយទំហំនៃប្រាក់ចំណូលបាទតិចជាង250លានក្នុងមួយឆ្នាំមិនមានកតាបកិច្ចសូមបញ្ជាក់ប៉ុណ្ណេះបើយើងគិតជាដុល្លារជិតជាង60000បាទអញ្ចឹងគឺកិច្ចការនេះព្រោះខ្ញុំឲ្យសួរទៅអ្នកខ្លាចជាងគេគឺថាឲ្យខ្ញុំចោះឲ្យជាប់អីខ្លះជាពិសេសខ្លាចជាប់ពន្ធ